បងយកទឹកសណ្តែកមួយនំប៉ាវមួយអត់ ចាសោះបានហើយអ្នកទាំងអស់គ្នារងចាំបន្តិចសិនណាបងមិនបាច់ថតទៀតទេខ្ញុំបានទិញឲ្យបងរួចហើយខ្ញុំជួយកាន់កាតាបបងអូតាមពិតចូលឆ្នាំសោះតោះពួកយើងបន្ថែមវិឆាត់គ្នាទៅនេះឡានអ្នកណាកន្លែងនេះអត់បងលុយទេអីប្រញាប់រំកោចេញទៅរបស់ខ្ញុំត្រូវទៅមុនហើយបន្តិចទៀតកន្លែងនេះនឹងស្ទះផ្លូវហើយជួបជុំមិត្តរួមថ្នាក់ឯងទៅអត់ចាំមើលសិនទៅថ្ងៃបុណ្យជាតិនឹងឯងត្រូវចេញលុយហើយអូអត់អីទេខ្ញុំរ៉ាប់រងនិយាយច្រើនម្លេះអត់ទេមិនមែនបង្ហាញអីទេនៅទីក្រុងធំឯងរស់នៅស្រួលណាស់មែនប៉ាលីនពេលដែលឯងធ្វើការថែម៉ោងដល់យប់ជ្រៅរាល់ថ្ងៃហ្នឹងឯងប្រហែលជាមិនស្រួលខ្លួនទេដឹងប្រយ័ត្នសុខភាពផងសុខភាពសំខាន់ជាងគេបន្ទាប់មកបានគិតរឿងរកលុយមើលបន្តិចមើលនៅទីនេះមានប៉ាយវីបិនមកខ្វានអត់ទីបំផុតមានមកុដមួយនៅទីនេះហើយមកុដបេះដូងសេះនិងមកុដស្នេហ៍រថលឿនរបស់ហាងបាយវៃអស់ពីស្តុកនៅហាងច្រើនណាស់ស្នេហាទុកមួយឡែកសិនទៅរឿងរកលុយសំខាន់ជាងគេមានលុយហើយក៏គ្មានអ្នកស្រឡាញ់ដែរខ្ញុំមានអារម្មណ៍ថាពេលខ្ញុំអត់លុយទើបមានស្នេហាមកនាងមិនស្រឡាញ់ទេគិតអីហ្នឹងប្រាប់មកឯងកើតអីគុំលាក់ទៀតអីផឹកទៀតហើយឃើញទេនៅទីនេះគេសរសេរថាទ្រព្យសម្បត្តិមានអនាគតល្អខ្ញុំគិតចង់មានសេរីភាពហិរញ្ញវត្ថុយូរហើយតែពេលនេះខ្ញុំចង់ឲ្យឯងមានស្នេហាជាងរឿងរកលុយទៀតកុំនិយាយតែខ្ញុំឯងក៏គួររកគូស្នេហ៍ដែរទៅឯងយំអីរឿងដែលយើងខកខានជាមួយគ្នាត្រឹមមួយព្រេចភ្នែកក៏បានបង្កទុក្ខលំបាកពួកយើងដែលធ្លាប់ដើរទន្ទឹមគ្នាអត់នឹកស្មានសោះអត់មានអនាគតជាមួយគ្នាទេជិតដល់ចូលឆ្នាំចិនហើយហេតុអីបានជាពិបាកចិត្តម្ល៉េះមិនក៏ពិបាកចិត្តមកខ្វាន់3កែវនេះជារបស់ខ្ញុំទាំងអស់ចេះតែទៅរើសរហូតរើបន្តិចអរគុណល្អហើយលក់ដាច់ណាស់រឿងស្នេហាទុកមួយឡែកសិនលេខ18ហើយខ្ញុំគិតថាគេគ្រាន់តែនិយាយស្ដីពីរោះទេបើមិនមែនខ្ញុំនិយាយអង្វរជំនួសរកស៊ីនទេខ្ញុំមិនមកទេឯងនៅតែមិនអាចបំភ្លេចបានទៀតខ្ញុំគ្រាន់តែសង្ឃឹមថាគាត់រស់នៅបានល្អសារម៉ោង8ឯងឃើញម៉ោង11ឯងមិនទាន់ទៅទៀតពេលខ្លះឯងនៅតែដូចក្មេងមានលុយមិនប្រកាសថាមានស្នេហាទេស្នេហាជារឿងចៃដន្យមិនអាចស្វែងរកបានទេលីងឯងមើលឯងបុកប៉ះស្នេហាហើយខ្ញុំរើសមកវិញហើយពេលនោះច្រើនឆ្នាំក្រោយមកទើបខ្ញុំដឹងរឿងបងស្រីឯងបងសុខសប្បាយទេធម្មតាទេប្រហែលខ្វះសំណាងបន្តិចខ្ញុំចែកសំណាងឲ្យបងខ្លះទៅឆ្នាំមីនឹងមានលៀបភ្លាមសំណាងល្អមិនងាយមកដល់ទេសូមទោសខ្ញុំផឹកហើយខ្ញុំមិនហ៊ានផឹកទេបងពិបាកនឹងនៅជាមួយណាស់ឆ្នាំនេះត្រូវតែប្រមូលលាភសំណាងទ្រព្យសម្បត្តិសុខភាពឲ្យបានគ្រប់ទាំងអស់ចុះស្នេហាវិញចង់មិនជាប់ទេខ្ញុំគិតថាបងគួរតែត្រឡប់ទៅវិញហើយអញ្ចឹងចប់ហើយក្មេងស្រីម្នាក់ត្រូវបានគេនាំទៅអរគុណនាំគេទៅវិញដោយស្ងាត់ទៅពួកយើងទៅមុនហើយ
លូស៊ីនអង្គុយចុះ ខ្ញុំមិនអាចទទួលយកនៅអ្វីដែលបានកើតឡើងចំពោះបងស្រីខ្ញុំបានទេ ខ្ញុំមិនអាចនិយាយរឿងសម្ងាត់គ្រួសារបានទេ អ្វីដែលខ្ញុំបានបោះបង់ចោលគឺជាយុវវ័យដែលខ្ញុំមិនអាចត្រឡប់ទៅវិញបាន មនុស្សដែលខ្ញុំមិនអាចបំភ្លេចបាន បើអាចចាប់ផ្ដើមសារជាថ្មីបាន ខ្ញុំនៅតែជ្រើសរើសដូចដើមដដែលប្រហែលជានេះជាវាសនារបស់ខ្ញុំហើយ សុំទោស បើខ្ញុំលោតពីទីនេះចុះទៅ តើអ្នកនឹងចាប់ខ្ញុំទេ ឯងរត់ឡើងខ្ពស់ម្លេះធ្វើអី គ្រោះថ្នាក់ណាស់ចុះមក ឯងធ្វើអីនឹង បងនឹងចាប់ខ្ញុំអត់ តើវាចប់ស្នេហាហើយមែនទេ ឲ្យបងមើលថែម្ដងទៀតទៅ បងព្យាយាមចាំរឿងទាំងនោះទៅ អតីតកាលដ៏វែងឆ្ងាយ ស្រាប់តែមួយរំពេចក៏ដឹងថាគេងមិនលូក ឲ្យខ្ញុំចាប់ផ្ដើម ទើបតែកុហកម្ដងហើយម្ដងទៀត ភ្នែកដែលភ្លឺចែងចាំង ឲ្យការនឹករលឹកទាំងនោះ លើកនេះយើងបញ្ចប់វាហើយ